ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាចាយើងវិលមកជួបគ្នាជាថ្មីម្ដងទៀតហើយនៅរាត្រីនេះមុននឹងចូលគេងយើងនឹងដកស្រង់អត្ថបទទី3ចាដែលមានចំណងជើងថាគុណតម្លៃខ្លួនឯងចាគុណតម្លៃរបស់ខ្ញុំគឺជាអ្វីចាអធិស្ឋានបងប្អូនអានខុសចាគុណតម្លៃខ្លួនឯងគឺជាអ្វីចានេះគឺជាអត្ថបទទី3ចាដែលដកស្រង់ចេញពីសៀវភៅគ្រប់គ្រងខ្លួនឯងចាដែលជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធ Peter Drucker ចាប្រែសម្រួលដោយលោកឡាំលីនចាដូច្នេះយើងនឹងអានបន្តទៀតចាអត្ថបទទី3នេះយើងនឹងអានជាបន្តទៀតតើដល់ណាហើយចាបងប្អូនហ្នឹងហើយឥឡូវនេះយើងនឹងអានបន្តចានិយាយម្យ៉ាងទៀតកំណើននៃចាកំណើនរបស់ព្រះវិហារទី2មានលក្ខណៈស្ថិតស្ថេរជាងចានេះមិនមែនជាបញ្ហាទ្រឹស្ដីសាសនាឬជាបញ្ហាបន្ទាប់បន្សំឡើយជាក់ស្ដែងនេះគឺជាបញ្ហាទំនាស់គុណតម្លៃគ្រូគង្វាលនៃព្រះវិហារទាំងពីរនេះធ្លាប់បានជជែកដេញដោលគ្នាជាសាធារណៈដោយម្នាក់និយាយថាយើងត្រូវតែចូលព្រះវិហារជាមុនសិនត្បិតបើមិនដូច្នេះទេយើងនឹងរកមិនឃើញនៅផ្លូវទៅកាន់នគរឋានសួគ៌ឡើយចារីឯគ្រូគង្វាលម្នាក់ទៀតបានជំទាស់ថាមិនត្រឹមត្រូវទេលុះត្រាតែយើងរកឃើញផ្លូវទៅកាន់ឋានសួគ៌ជាមុនសិនទើបអាចក្លាយជាសមាជិកព្រះវិហារបានតាមក្រោយចាស្ថាប័ននីមួយសុទ្ធតែមានប្រព័ន្ធគុណតម្លៃរៀងខ្លួនហើយបុគ្គលម្នាក់ត្រូវតែមានគុណតម្លៃផ្ទាល់ខ្លួនរបស់ខ្លួនឯងដូចគ្នាចាប្រសិទ្ធភាពការងាររបស់ស្ថាប័នស្ថិតនៅលើស្ថានភាពរបស់បុគ្គលម្នាក់ក្នុងការសម្រេចបាននៅជោគជ័យនិងនៅក្នុងស្ថាប័នហើយការសម្រេចបានជោគជ័យនេះគប្បីធ្វើយ៉ាងណាឲ្យគុណតម្លៃផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ត្រូវតែស្របជាមួយគ្នានឹងគុណតម្លៃរបស់ស្ថាប័នចាទោះជាយ៉ាងនេះក្តីគុណតម្លៃទាំងពីរនេះមិនចាំបាច់ដូចគ្នាទាំងស្រុងទេតែត្រូវតែមានលក្ខណៈស្រដៀងគ្នាគ្រប់គ្រាន់ដែលអាចរួមរស់ជាមួយគ្នាបានចាបើមិនដូច្នោះទេបុគ្គលម្នាក់នឹងមិនត្រឹមតែមានអារម្មណ៍ខកចិត្តប៉ុណ្ណោះទេថែមទាំងមិនអាចសម្រេចបានលទ្ធផលការងារជាក់ស្ដែងប្រកបដោយប្រសិទ្ធភាពទៀតផងចាអត្ថបទទី3នេះចូលមកដល់ចំណុចមួយទៀតហើយចាការដោះស្រាយទំនាស់គុណតម្លៃចាចំណុចខ្លាំងរបស់បុគ្គលម្នាក់កម្រនឹងមានទំនាស់ជាមួយនឹងរបៀបធ្វើការរបស់ខ្លួនឯងណាស់ពីព្រោះចំណុចខ្លាំងរបស់បុគ្គលនឹងប្រៀបធ្វើចានិងរបៀបធ្វើការរបស់បុគ្គលតែងតែបំពេញគ្នាទៅវិញទៅមកចាប៉ុន្តែគុណតម្លៃរបស់បុគ្គលម្នាក់អាចមានទំនាស់ជាមួយចំណុចខ្លាំងរបស់ខ្លួនឯងវិញអ្វីដែលបុគ្គលម្នាក់ពូកែទោះបីជាពូកែប៉ុណ្ណាក្តីគឺមិនចាំបាច់ត្រូវគ្នាជាមួយប្រព័ន្ធគុណតម្លៃផ្ទាល់ខ្លួនរបស់ខ្លួនឯងឡើយយើងអាចមានអារម្មណ៍ថាបើអ្វីដែលយើងពូកែមិនមែនជាផ្នែកដែលយើងពិតជាចង់រួមចំណែកទេឬជាកន្លែងដែលយើងចង់ចំណាយពេលវេលាភាគច្រើនក្នុងជីវិតរបស់យើងឡើយចាសូមអនុញ្ញាតឲ្យខ្ញុំបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនមួយខ្ញុំធ្លាប់ប្រឈមមុខនឹងជំរើសបែបនេះកាលពីច្រើនឆ្នាំមុនគឺជ្រើសរើសរវាងអ្វីដែលខ្ញុំពូកែនឹងអាចទទួលបានជោគជ័យជាមួយនឹងគុណតម្លៃផ្ទាល់ខ្លួនរបស់ខ្ញុំចានៅអំឡុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1930ខ្ញុំបំពេញការងារបានយ៉ាងល្អក្នុងធនាគារវិនិយោគមួយនៅក្រុងឡុងហើយការងារនេះពិត
ជាស័ក្តិសមនឹងចំណុចខ្លាំងរបស់ខ្ញុំទោះបីជាយ៉ាងណាខ្ញុំនៅតែមានអារម្មណ៍ថាការធ្វើជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិទោះបីជាខ្ញុំធ្វើបានល្អប៉ុណ្ណាតែហាក់ដូចជាមិនមែនជាការរួមចំណែកដែលខ្ញុំធ្វើឲ្យខ្ញុំពេញចិត្តឡើយចាផ្ទុយទៅវិញខ្ញុំបានដឹងថាការសិក្សាអំពីមនុស្សជាតិពិតជាស្របនឹងគុណតម្លៃរបស់ខ្ញុំគិតថាលុយជារបស់ក្រៅខ្លួនយើងមិនអាចយកទៅជាមួយពេលកើតហើយយើងរឹតតែមិនអាចយកទៅជាមួយពេលស្លាប់ចាកាលនោះជាអំឡុងពេលនៃមហាវិបត្តិសេដ្ឋកិច្ចហើយខ្ញុំគ្មានប្រាក់សន្សំគ្មានការងារធ្វើនិងមានផែនការអនាគតមិនច្បាស់លាស់ទាល់តែសោះទោះជាយ៉ាងនេះក្តីខ្ញុំនៅតែសម្រេចចិត្តលាឈប់ពីការងារដោយសារខ្ញុំជឿជាក់ថាការសម្រេចចិត្តបោះបង់ការងារនេះគឺជាជម្រើសដែលត្រឹមត្រូវបំផុតចំពោះខ្ញុំចា៎ម្យ៉ាងវិញទៀតការសម្រេចចិត្តដែលផ្ដោតទៅលើគុណតម្លៃគឺជាជម្រើសដែលត្រូវយកដែលត្រូវតែរើសនៅនាទីចុងក្រោយបំផុតហើយគួរតែជាបែបនេះមានន័យថាក្នុងការសម្រេចចិត្តសំខាន់ក្នុងជីវិតជាពិសេសតាក់ទងទៅនឹងអាជីពការងារនិងទិសដៅជីវិតយើងគួរតែផ្ដោតសំខាន់ទៅលើអ្វីដែលជាគុណតម្លៃពិតប្រាកដរបស់យើងជាមុនសិនចា៎គុណតម្លៃទាំងនេះមិនមែនសំដៅទៅលើតែប្រកាសឬឋានៈតួនាទីធំតូចទេតែខ្ញុំគឺជាគោលការណ៍ជាជំនឿនិងអ្វីដែលយើងធ្វើឲ្យយើងមានសេចក្តីសុខក្នុងជីវិតចាការធ្វើតាមគុណតម្លៃពិតប្រាកដយើងនឹងនាំមកនៅសេចក្តីសុខសុភមង្គលនិងការពេញចិត្តយ៉ាងពិតប្រាកដទោះបីជាវាទាមទារការលះបង់ខ្លះយ៉ាងណាក្តីចាអត្ថបទទី3ក្រោមចំណងជើងថាគុណតម្លៃរបស់ខ្ញុំជាអ្វីបានបញ្ចប់ទៅហើយបងប្អូនចារាត្រីនេះយើងបានអានអត្ថបទទី3ដល់បញ្ចប់ទៅហើយចាបងប្អូនស្អែកនឹងយើងចូលអត្ថបទទី4ជាបន្តទៀតចាអញ្ចឹងរាត្រីនេះនាងខ្ញុំសូមខន្តីអភ័យទោសចំពោះរាល់កំហុសឆ្គងទាំងអស់ផងដែរបងប្អូនចាខុសឆ្គងទាស់សម្ដីលើសលួសយ៉ាងណាក្តីសូមបងប្អូនខន្តីអធ្យាស្រ័យចាអានខុសម្ដេចម្ដាសូមបងប្អូនមេត្តាដល់រូបខ្ញុំផងចារាត្រីនេះយើងនឹងបញ្ចប់អត្ថបទទី3ចាតើគុណតម្លៃខ្ញុំគឺជាអ្វីចារាត្រីនេះដែរខ្ញុំក៏សូមអរគុណសូមជម្រាបលារាត្រីសួស្តី